ប្រិយមិត្តអ្នកស្ដាប់ជាទីមេត្រីការប្រើកម្លាំងបាយមិនអាចកម្ចាត់នុយក្លេអ៊ែរអ៊ីរ៉ង់អស់នោះទេនៅក្នុងខណៈដែលការវាយប្រហារតាមអាកាសរវាងអាមេរិកអ៊ីស្រាអែលនិងអ៊ីរ៉ង់កំពុងតែបន្តយ៉ាងក្តៅគគុកលោក Rafael Grossi ដែលជាមេដឹកនាំទីភ្នាក់ងារថាមពលបរិមាណូអន្តរជាតិដែលហៅកាត់ថា IAEA បានចេញមកប្រមានចំថាការប្រើកម្លាំងបាយតែមួយមុខគឺមិនអាចកម្ចាត់កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ឲ្យអស់ឫសគល់បានឡើយទៅតាមការផ្សព្វផ្សាយរបស់ Fox News ដែលបានចុះនៅថ្ងៃទី19ខែមីនាឆ្នាំ2026លោក Grossi បានបញ្យល់ប្រាប់អ្នកសារព័ត៌មានថាត្បិតមានការបំផ្លិចបំផ្លាញយ៉ាងណាក៏ដោយក៏ប៉ុន្តែហេដ្ឋារចនាសម្ព័ន្ធដ៏ខ្វាត់ខ្វែងនិងចំណេះបច្ចេកទេសដ៏ជ្រាលជ្រៅរបស់អ៊ីរ៉ង់នៅតែជារឿងពិតដែលមិនអាចបដិសេធបានឡើយលោកបានសម្គាល់ធ្ងន់ថានៅពេលដែលផ្សែងកំភ្លើងរលាយបាត់ទៅសារធាតុវិទ្យុសកម្មនិងសមត្ថភាពនៃការចម្រាញ់អ៊ុយរ៉ានីញ៉ូមរបស់អ៊ីរ៉ង់នឹងនៅតែមានវត្តមានដដែលដែលវានឹងធ្វើឲ្យពិភពលោកគ្មានជំរឿសអ្វីក្រៅតែពីការវិលត្រឡប់ទៅរកតុចរចាវិញនោះទេមូលហេតុដែលធ្វើឲ្យអ្នកជំនាញមានការព្រួយបារម្ភខ្លាំងគឺដោយសារតែឃ្លាំងទុកសារធាតុអ៊ុយរ៉ានីញ៉ូមចម្រាញ់ភាគច្រើនរបស់អ៊ីរ៉ង់ត្រូវបានគេជឿជាក់ថាបានរក្សាទុកយ៉ាងមានសុវត្ថិភាពនៅក្នុងរូងក្រោមដីដ៏ជ្រៅនៅក្នុងតំបន់អ៊ីហ្វាហាននិងណាថេនទីតាំងទាំងនេះមិនត្រឹមតែរឹងមាំនិងជ្រៅដែលពិបាកនឹងកំទេចទៅតាមរយៈការទម្លាក់គ្រាប់បែកពីលើអាកាសប៉ុណ្ណោះទេប៉ុន្តែថែមទាំងមានភាពបត់បែនខ្ពស់នៅក្នុងការផ្លាស់ប្ដូរទីតាំងទៀតផងលើសពីនេះទៅទៀតអ្វីដែលជាបញ្ហាប្រឈមធំបំផុតសម្រាប់សហគមន៍អន្តរជាតិនៅក្នុងពេលនេះគឺវត្តមាននៃទីតាំងក្រោមដីថ្មីមួយទៀតនៅក្នុងទីក្រុងអ៊ីហ្វាហានដែលទីភ្នាក់ងារ IAEA មិនទាន់មានឱកាសចូលទៅត្រួតពិនិត្យនៅឡើយកង្វះព័ត៌មាននិងការត្រួតពិនិត្យនេះនឹងបង្កើតជាចន្លោះប្រហោងដ៏គ្រោះថ្នាក់មួយក្នុងខណៈដែលចំនួនយោធាកំពុងតែបន្តរីករាលដាល